ការដាំឡើយនៅក្នុងរជ្ជកាលព្រះបាទអង្គខ្មែរមួយអង្គទ្រង់បានសុបិនឃើញរឿងចម្លែកមួយយ៉ាងមានការព្រួយហរទេជាពន់ពេកពេលនោះព្រះអង្គក៏បានឲ្យហោទស្សន៍ទាយមើលដោយសារមានទំនាយថាមានកុមារដែលកើតមកគឺជាអ្នកមានបុណ្យបារមីខ្លាំងក្លារហូតអាចដណ្ដើមយករាជបល្ល័ង្កនៅថ្ងៃក្រោយជាក់ជាមិនខានពេលឮហោទស្សន៍ទាយដូច្នេះហើយទ្រង់ក៏បានបញ្ជាឲ្យចាប់ព្រះមហេសីដែលមានផ្ទៃពោះយកទៅធ្វើកុដទាំងអស់ក្នុងពេលនោះមហេសីដែលមានផ្ទៃពោះកំពុងរត់ទាំងភិតភ័យកាត់ព្រៃក្រាស់ដ៏អាចកំបាំងនៅពេលយប់ព្រះនាងគ្រងឈុតសម្លៀកបំពាក់បុរាណខ្មែរធ្វើពីសូត្រមានពន្លឺផ្លេកបន្ទោបំភ្លឺព្រៃដ៏ខ្មៅងឹតព្រះនាងក៏បានប្រសូតបុត្រាមួយអង្គក្នុងព្រៃជ្រៅដោយសារបុណ្យបារមីនិងការជួយសង្គ្រោះពីទេវតាពេជ្ឈឃាតមិនអាចសម្លាប់កុមារនោះបានឡើយចំណែកឯព្រះនាងជាមាតាបានសុគតចោលបុត្រតូចឲ្យនៅកំព្រាកណ្ដាលព្រៃជ្រៅតាខែមានចិត្តអាណិតស្រឡាញ់ខ្លាំងក៏បានរើសកុមារនោះមកចិញ្ចឹមបីបាច់ថែរក្សាដូចជាកូនបង្កើតនិងបានដាក់ឈ្មោះឲ្យថាបាសីចាំក្រុងដើម្បីរំលឹកដល់ហេតុការណ៍ដែលសត្វបាសីតាមជួយថែរក្សាការពារកុមារនោះតាហេបានបញ្ជូនព្រះអង្គបក្សីចាំក្រុងឲ្យនៅរៀនមុនវិជ្ជាការវេទមន្តជាមួយនឹងតាអីសីម្នាក់នៅក្នុងរូងភ្នំអស់រយៈពេលយូរឆ្នាំនៅពេលបក្សីចាំក្រុងពេញវ័យស្ដេចសោយរាជ្យបន្តនៅតែមានការសង្ស័យនឹងតាមរកព្រះបុត្រាឈ្មោះថាបក្សីចាំក្រុងនោះដដែលសត្វជាច្រើនបានហត់ចេញមកជួយព្រះអង្គប្រែជាស្រមោលខ្មៅងងឹតបំបាំងកាយព្រះអង្គចេញពីពួកកងទ័ពនោះមួយរំពេចប្រជារាស្ត្រនិងមន្ត្រីដែលដឹងថាព្រះអង្គបក្សីចាំក្រុងជាអ្នកមានបុណ្យពិតប្រាកដក៏បានដង្ហែទ្រង់មកឡើងក្រុងរាជសម្បត្តិបន្តអំឡុងពេលនោះព្រះអង្គបានសាងប្រាសាទមួយដើម្បីទុកជាការគោរពដឹងគុណដល់តាកាហេនិងសត្វឥន្ទ្រីដែលបានជួយដល់ទ្រង់ក្នុងវ័យកុមារភាពរហូតដល់ធំពេញវ័យរឿងបក្សីចាំក្រុងសន្មតថាចប់ដោយបរិបូរណ៍សូមអរគុណដែលបានទស្សនារឿងមួយនេះដល់ចប់